ចាជម្រាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះនាងខ្ញុំមានវីដេអូពីរបៀបធ្វើពងទាត្រាំទឹកស៊ីអ៊ីវមកបង្ហាញជូនបងប្អូនទាំងអស់គ្នាចាខុសឆ្គងត្រង់ចំណុចណាសូមជួយ comment ប្រាប់នាងខ្ញុំខាងក្រោមផងចាបងប្អូនចាពីព្រោះគ្រួសារនីមួយៗគឺមានក្បួនធ្វើម្ហូបរៀងខ្លួនតាមដែលយើងច្នៃណាបងប្អូនចាយើងអាចចែកម្លែកគ្នាទៅវិញទៅមកបានណាបងប្អូនចាហើយសម្រាប់ក្បួននាងខ្ញុំធ្វើហ្នឹងគឺនាងខ្ញុំមានទឹកមួយកូនចានចង្កឹះនាងខ្ញុំមានទឹកត្រីកន្លះកូនចាននាងខ្ញុំមានទឹកស៊ីអ៊ីវហ្នឹងកន្លះកូនចានលើនាងខ្ញុំមានប្រៃល្ងចាហើយនាងខ្ញុំមានអំបិលបន្តិចស្ករបន្តិចមានម្សៅស៊ុបបន្តិចហើយនាងខ្ញុំមានល្ងលីងខ្ទឹមសចាហើយខ្ទឹមសនេះដែរបងប្អូនអាចយកវាទៅហាន់បន្ទះក៏បានបងប្អូនអាចយកទៅចិញ្ច្រាំក៏បានតាមដែលបងប្អូនចូលចិត្តចឹងណាបងប្អូនចាហើយយើងចាក់គ្រឿងផ្សំទាំងអស់ហ្នឹងចូលទៅក្នុងចានធំមួយហ្នឹងជាមួយគ្នាណាបងប្អូនចាហើយតែយើងកូរបងប្អូនយើងកូរគ្រឿងទាំងអស់ហ្នឹងឲ្យចូលគ្នាហើយក៏ឲ្យវារលាយស្ករនិងអំបិលផងដែរចឹងណាបងប្អូនចាហើយសម្រាប់បងប្អូនដែលគាត់អាចញ៉ាំម្ទេសបានតែបងប្អូនអត់មានកូនតូចចឹងណាបងប្អូនអាចហាន់ម្ទេសចិញ្ច្រាំម្ទេសដាក់ចូលក៏បានដែរបងប្អូនចាតាមដែលបងប្អូនចង់បានអញ្ចឹងណាហើយសម្រាប់ខ្ញុំគឺផ្ទះខ្ញុំមានកូនតូចចាអញ្ចឹងគឺនេះខ្ញុំអត់ដាក់ម្ទេសទេបើខ្ញុំចង់ញ៉ាំម្ទេសពេលដែលខ្ញុំញ៉ាំហ្នឹងបានខ្ញុំចុកម្ទេសដាក់ខាងនេះខ្ញុំចុកម្ទេសហ្នឹងដាក់តាមក្រោយអញ្ចឹងណាបងប្អូនចាសុំទោសចាហើយពងទាហ្នឹងនាងខ្ញុំអត់ត្រាំឆៅទេបងប្អូននាងខ្ញុំយកវាទៅស្ងោរ7នាទីណាបងប្អូនចានាងខ្ញុំយកពងទាហ្នឹងទៅស្ងោរ7នាទីហើយនាងខ្ញុំបកសម្បកចេញឲ្យស្អាតចាហើយបន្ទាប់ពីគ្រឿងដែលថាយើងលាយហើយអស់ហ្នឹងសប់ល្មមនាងខ្ញុំនឹងភ្លក់វាបន្តិចចាដែលថាភ្លក់ទៅល្មមហើយអញ្ចឹងនាងខ្ញុំយកកូនកៅមួយបងប្អូនចានាងខ្ញុំយកកូនកៅមួយយកមករៀបពងទានឹងដាក់នៅក្នុងកូនកៅហ្នឹងបងប្អូនចាបន្ទាប់មកទៀតមកក៏នាងខ្ញុំហ្នឹងចាក់ទឹកត្រីនឹងចូលទៅត្រាំណាបងប្អូនចាហើយត្រាំហ្នឹងយើងត្រាំយប់ហ្នឹងស្អែកយើងអាចញ៉ាំបានណាបងប្អូនចាគឺថាងាយស្រួលមែនតើណាបងប្អូនចាហើយឆ្ងាញ់ទៀតបងប្អូនហើយកូនខ្ញុំមកគាត់ចូលចិត្តណាបងប្អូនហើយចាឲ្យថាខ្ញុំធ្វើហ្នឹងគឺថាអត់ចង់ញ៉ាំម្ហូបអាកាំងទេចាគឺចង់តែញ៉ាំពងទាហ្នឹងឯងចាឲ្យបងប្អូនអាចសាក់ធ្វើញ៉ាំបានណាបងប្អូនចាគឺថាឆ្ងាញ់ណាបងប្អូនអូខេជម្រាបលាបងប្អូន